បាទទោះស្អីបងប្អូនដៃគូដែលដឹកជញ្ជូនអត់ទេបាទនេះខ្ញុំចង់ចែករំលែកពីរបៀបរាយការណ៍ពីបញ្ហាផែនទីយើងមានមុខងារមួយសម្រាប់រាយការណ៍មុខងារនោះមានឈ្មោះថាមុខងារ RTI សិនជាបងប្អូនទាំងអស់គ្នាបាទជួបបញ្ហាដូចខ្ញុំបងប្អូនអាចចូលទៅកាន់មុខងារ RTI បានបងប្អូនអាចរាយការណ៍ពីបញ្ហាដែលបងប្អូនជួបប្រទះចឹងបាទឥឡូវយើងចូលមកតម្រងទី1បងប្អូនតម្រងទី1គឺយើងចេញតម្រងបែបនេះបាទបែបហ្នឹងចឹងណាគឺមានបាទប្រអប់សារមានរូបសញ្ញាឧទាននៅខាងស្ដាំដៃរបស់យើងហ្នឹងអញ្ចឹងបងប្អូនចុចចូលទៅក្នុងប្រអប់សារនោះទៅវានឹងលោតតម្រងទី2ឲ្យអញ្ចឹងខ្ញុំដាក់នៅខាងលើតម្រងទី2នៅខាងលើឲ្យបងប្អូនមើលអញ្ចឹងណាអញ្ចឹងបងប្អូនចាំអនុវត្តទៅតាមខ្ញុំមួយមកបើសិនជាបងប្អូនមិនតច្បាស់បាទសម្រាប់តម្រងទី2បើសិនជាបងប្អូនទាំងអស់គ្នាគឺបងប្អូនមានបញ្ហាអ្វីមួយគឺបងប្អូនអាចចុចទៅលើរូបភាពទាំងអស់នោះបានបើសិនជាបងប្អូនគ្រោះថ្នាក់ចរាចរណ៍បងប្អូនអាចចុចទៅកាន់រូបសញ្ញាគ្រោះថ្នាក់ចរាចរណ៍បើសិនជាបងប្អូនមានបញ្ហាផែនទីបងប្អូនអាចចុចទៅលើបញ្ហាផែនទីបានបាទតម្រងទី3គឺចេញជាតម្រងបែបពីបងប្អូនហើយទោះពេលបងប្អូនរាយការណ៍ពីបញ្ហាណាមួយងារ RTI នឹងផ្ញើសារមកកាន់បងប្អូនសូមអរគុណចំពោះការចែករំលែកដល់បងប្អូនបាក់បោផ្សេងៗទៀតបាទតម្រងទី3គឺចេញជាតម្រងបែបនេះបងប្អូនហើយរកបងប្អូនរាយការណ៍ពីបញ្ហាណាមួយទៅកាន់មុខងារ RTI បាទអញ្ចឹងវាចេញជាតម្រងបែបនេះបងប្អូនហើយរកពេលបងប្អូនរាយការណ៍ពីបញ្ហាស្ថានភាពផ្លូវរាយការណ៍ពីបញ្ហាផែនទីវានឹងលោតចេញជាតម្រងបែបនេះនិយាយជារួមទៅមុខងារ RTI បានផ្ដល់អត្ថប្រយោជន៍ទៅកាន់បងប្អូនដែលបងប្អូនបានរាយការណ៍ពីស្ថានភាពផ្លូវពីបញ្ហាផែនទីបានចែករំលែកទៅដល់បងប្អូនដៃគូដឹកជញ្ជូនយើងជាច្រើនទៀតឲ្យមានភាពងាយស្រួលជាងមុន